បាទពីបន្ទាប់យើងប្រើពាក្យថាអានជីលឿយាយើងពាក្យហ្នឹងគឺមានន័យថារស់នៅបានក្តីសុខសាន្តត្រាហ្នឹងណាបាទរកស៊ីប្រកបអាជីវកម្មនេះក៏បានល្អអញ្ចឹងទៅហ្នឹងគឺអានជីលឿយា这里经济繁荣，老百姓安居乐业。បាទពីបន្ទាប់យើងប្រើពាក្យថាអានជីលឿយាអានជីលឿយាហ្នឹងគឺជាអ៊ីឌៀមមួយបាទដែលបញ្ជាក់អំពី安定的生活愉快的工作មានន័យថារស់នៅដោយភាពស្ងប់ស្ងាត់បាទរស់នៅដោយសុខសន្តិភាពស្ងប់ស្ងាត់ហើយសប្បាយចិត្តរីករាយនឹងការធ្វើការហើយយើងពាក្យហ្នឹងគឺមានន័យថារស់នៅបានក្តីសុខសាន្តត្រាហ្នឹងណាបាទរកស៊ីប្រកបអាជីវកម្មនេះក៏បានល្អអញ្ចឹងទៅហ្នឹងគឺអានជីលឿយាឧទាហរណ៍ទី1ថា这里经济繁荣老百姓安居乐业យ៉ាងគឺបកថា这里គឺទីនេះ经济គឺសេដ្ឋកិច្ច繁荣គឺវារីកចម្រើនកុំកើងអីចឹងទៅ right យើងសេដ្ឋកិច្ចនៅទីនេះរីកចម្រើនបាទ老百姓安居乐业គឺប្រជាពលរដ្ឋរស់នៅដោយសុខសាន្តប្រកបការងារដោយក្តីរីករាយ right បកចឹងណាបាទ他现在已经过上了安居乐业的日子បាទពាក្យទី2ល្អបាទប្រយោគទី2គឺ他现在已经过上了安居乐业的生活ឬមួយក៏已经过上了安居乐业的日子យើងពាក្យ日子នឹងគឺជានាមចុងក្រោយគេណាពាក្យវាគឺ过日子ប៉ុន្តែ过什么样的日子呢就是过安居乐业的日子យើងបកសារថ្មី他现在已经过上了安居乐业的日子យើងថាគាត់ឥឡូវបានរស់នៅក្នុងជីវិតដ៏សុខសាន្តត្រាននិងប្រកបការងារដ៏រីករាយ right 我希望在40岁时能安居乐业បាទយ៉ាងគឺ我希望在40岁时បាទកន្លែង10គឺទៅ时候នឹងឯងណាយើងអាចនិយាយថា我去的时候我去时យ៉ាពាក្យ10នឹងគឺទៅ时候ហ្នឹងពាក្យខ្លីយ៉ាងកាត់ណាអញ្ចឹងគឺពាក្យហ្នឹងគឺ我希望在40岁时能安居乐业យើងមានន័យថាខ្ញុំសង្ឃឹមថានៅអាយុ40ឆ្នាំអាចរស់នៅដោយភាពសុខដុមរមនាប្រកបការងារដោយក្តីរីករាយ right បាទយើងប្រើអញ្ចឹងណាបាទអញ្ចឹងសូមអរគុណច្រើនបាទ